សូមជម្រាបសួរពុកម៉ែបងប្អូនជាទីរាប់អានថ្ងៃនេះខ្ញុំសូមបង្ហាញប្លុកខ្លីៗនៅទេសភាពស្រស់ស្អាតនៅលើទឹកដីអង្គរខេត្តសៀមរាបចានេះគឺទេសភាពផ្សេងរូបភាពផ្សេងប្លែកសូមបងប្អូនតាមដានទស្សនាជាបន្តបន្ទាប់នៅលើទឹកដីអង្គរតូចតែកំពុងតែបង្ហាញរូបភាពដល់បងប្អូនទស្សនាពេលនេះចាសូមអញ្ជើញតាមដានទាំងអស់គ្នាដូចតទៅយើងក៏លេចមើលទៅតាមផ្លូវដែលឆ្លងចូលទៅក្នុងអង្គរតូចណាយើងឃើញទឹកស្រះស្រង់ដ៏ស្រស់ស្អាតខៀវខ្ចីជាប់នឹងធម្មជាតិដើមឈើគួយថតរូបភាពនៅក្នុងអង្គរតូចហ្នឹងទេសភាពខៀវខ្ចីល្អណាស់បងប្អូនអើយទឹកស្រះស្រង់ខៀវខ្ចីជាប់នឹងមេឃជាប់នឹងដើមឈើដ៏ស្រស់ខៀវខ្ចីពិតជាអស្ចារ្យមែនគឺជាស្នាដៃរបស់បុព្វបុរសយើងជីដូនជីតាយើងនៅជំនាន់មុនដើម្បីទុកបន្សល់ជាស្នាដៃដល់កូនខ្មែរជំនាន់ក្រោយនេះចាយើងទាំងអស់គ្នាថែរក្សាវប្បធម៌របស់ដូនតាយើងឲ្យបានគង់វង្សឋិតថេរជារៀងរហូតតទៅភ្ញៀវទេសចរគ្រប់ជាតិសាសន៍បានមកទស្សនានៅលើទឹកដីអង្គររបស់យើងនេះជារៀងរាល់ថ្ងៃមិនដែលដាច់ឡើយភ្ញៀវចេញចូលគ្រប់ជាតិសាសន៍តែម្ដងចាស្រស់ស្អាតណាស់ទៅហើយចង់ទៅទៀតទៅដល់ទីនោះថតហើយថតទៀតជក់ចិត្តតែម្ដងសប្បាយមែនតើបងប្អូនអើយស្រស់ស្រាយនឹងអារម្មណ៍នឹងធម្មជាតិខៀវខ្ចីហ្នឹងណានៅជុំវិញយើងណាអស្ចារ្យមែននេះជាផ្លូវដើរចូលទៅក្នុងអង្គរតូចទៅដល់ខាងក្នុងនៅលើផ្ទាំងសាលាធំជាច្រើនទៀតទេសភាពនៅខាងក្រៅយើងថតចម្រុះប្លុកខ្លីៗជូនបងប្អូនទស្សនាទាំងប្លុកនៅខាងក្រៅទាំងប្លុកនៅក្នុងអង្គរតូចទាំងនៅតាមស្រះស្រង់មាត់ទឹកដ៏ស្រស់ខៀវខ្ចីរូបភាពទេសភាពផ្សេងផ្ទាំងថ្មរូបចម្លាក់អីផ្សេងជាបន្តបន្ទាប់នៅក្នុងវីដេអូមួយនេះចាចឹងនេះគឺជាឈុតឆាករបស់បងប្អូនដែលគាត់ចូលទៅលេងនៅក្នុងអង្គរវត្តហ្នឹងមានទាំងកូនកំឡោះភ្ជាប់ពាក្យឬក៏រៀបមង្គលការឲ្យគេមកថតរូបភាពលេងនៅក្នុងអង្គរហ្នឹងណាគ្រប់ឈុតគ្រប់ប្លុកដើម្បីទុកជាឯកសារទៅថ្ងៃមុខនេះកំពុងតែ selfie ខ្លួនឯងកំពុងតែថតរូបជាប់នឹងទេសភាពជាប់នឹងអង្គរជាប់នឹងផ្ទាំងសិលាថ្មធំហ្នឹងណានេះណែស្រស់ខៀវខ្ចីមែនតើដើមឈើធំនេះយើងថតជាមួយគ្នារត់ selfie ជាមួយគ្នាបង្ហាញរូបភាពដើមឈើស្រស់ខៀវខ្ចីនៅជុំវិញអង្គរតូចហ្នឹងនេះគឺជារូបភាពស្កប់ទៀតស្រស់ស្អាតមែនទែនស៊ីនឹងស្មៅស្រស់ខៀវខ្ចីអារម្មណ៍ក៏ល្អខ្យល់ក៏ត្រជាក់ស្រួលប្លែកភ្នែកប្លែកអារម្មណ៍នៅទេសភាពស្រស់ខៀវខ្ចីនេះនៅពេលល្ងាចគឺយើងថតទេសភាពនេះនៅថ្ងៃជិតលិចហើយ ពេលល្ងាចចឹងគេទៅផ្ទះអស់ហើយមិនសូវមានមនុស្សនាទេ
ចឹងយើងថតយកអាទិសភាពថ្ងៃលិចហ្នឹងណាពិតជាខៀវខ្ចីស្រស់ស្អាតមែនទែននេះគឺផ្លូវដែលយើងដើរចូលទៅក្នុងអង្គរបងប្អូននេះខ្ញុំកំពុងតែធ្វើដំណើរទៅឥឡូវឃើញកញ្ញាបរោះស្អាតស្រស់ស្អាតសង្ហាដើរជាមួយគ្នាថតរូបភាព selfie មួយជាមួយគ្នាសិនចានេះណែកញ្ញាស្អាតផុសស្អាតកំពុងតែធ្វើដំណើរខ្លះថតរូបភាពខ្លះដើរសើចញញឹមញែមជាមួយដៃគូនេះណែគឺជាកូនកំឡោះចំថ្ងៃដែលគេរៀបការគេមិនថតទេសភាពហ្នឹងណាយើងឃើញក៏ selfie ទុកទៅនេះណែកូនកំឡោះដែលស្រស់ស្អាតមិត្តភ័ក្តិទាំងពីរនេះកំពុងតែអង្គុយជជែកសាសងគ្នានៅតាមមាត់ទឹកហើយខ្ញុំគ្មានគូគេទេបងតែថតដើរម្នាក់ឯងបណ្ដែតអារម្មណ៍នៅលើទេសភាពវាលស្មៅខ្ចីមួយនេះចាសប្បាយនេះណែម្នាក់ឯងទៀតហើយអរគុណហ្វេនសួស្ដីនេះយើងចុះមកវិញហើយចុះពីលើអង្គរតូចនឹងមកវិញនេះឥឡូវយើងឆ្លងមកវិញហើយផ្លូវទៅថ្នល់ធំវិញណាហ្នឹងហើយនេះនៅវល់ជុំវិញនៅឡើយទេអត់ទាន់ចេញមកទេចានេះណែអត់ទាន់ឆ្លងផុតចេញមកទេពួកគេនៅថតរូបភាពនៅឡើយមិនទាន់ចាប់ទេទាំងខ្ញុំក៏មិនទាន់ចាប់ដែរយើងនៅឆ្លងពីកន្លែងមួយទៅកន្លែងមួយថតលេងបន្តទៀតចូលទៅក្នុងរៀងត្រជាក់ស្រេបហ្មងបងប្អូននេះបងប្អូនក្មេងយុវជនយុវតីបងទៅដើរពេញនឹងថតរូបភាពជាប់គេជាប់ឯងហើយពេលនេះទុកជាឯកសារសបាយតែម្នាក់ឯងទៀតហើយដើរ selfie ម្នាក់ឯងដើរថតស្កប់ម្នាក់ឯងសបាយតាមទេសភាពពេលល្ងាច
នេះសូមបង្ហាញរូបភាពនៅលើស្ពានដែលយើងឆ្លងចូលទៅក្នុងអង្គរតូចណានេះស្ពានហ្នឹងវាយល់ពេលយើងដើររត់ចឹងទៅវាយល់ពើណាហើយស្អាតមែនតើបងប្អូនអើយមានអារម្មណ៍ល្អណាស់ទេសភាពនេះយើងមើលឃើញប្លុកប្លែកល្អមើលទេបងប្អូនសូមទស្សនាជាបន្តទៀតរហូតដល់ចប់ជាមួយគ្នាណានៅខាងក្រៅយើងអង្គុយនៅមាត់ស្រះហ្នឹងក្រោយដែលថតរូបភាពតាមទស្សនភាពផ្សេងរួចរាល់មកយើងដើរមើលខោអាវនិងសម្ភារៈវត្ថុអនុស្សាវរីយ៍ផ្សេងនៅក្នុងតូបមានខោអាវប្លែកជារូបអង្គរវត្តអីជាដើមណាចាសូមអញ្ជើញតាមដានទាំងអស់គ្នានៅក្នុងតូបនេះចាគិតទៅចំណាយពេលពេញមួយថ្ងៃដើម្បីដើរទិញសម្ភារៈឬក៏ដើរលេងនៅលើទឹកដីអង្គរយើងនេះសប្បាយរីករាយណាស់បងប្អូនអើយមានអនុស្សាវរីយ៍ដាក់ជាប់ក្នុងចិត្តតែម្ដងបំណាច់នឹងមកលេងហើយគឺថតឲ្យណានៃហើយដើរទិញឲ្យបានវត្ថុប្លែកដែលមិនដែលឃើញណាយើងយកមកផ្ញើអ្នកផ្ទះឲ្យសប្បាយចិត្តរីករាយជាមួយគ្នាអនុស្សាវរីយ៍ដែលទៅសៀមរាបអង្គររយៈពេល2ថ្ងៃនេះចាអញ្ចឹងវីដេអូនេះចាប់តែប៉ុណ្ណេះហើយសូមអរគុណច្រើនដែលបានតាមដានពីដើមដល់ចប់យើងជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលាបាយ